នាឡិកាយើងអស់ណាអស់ចង់និយាយថាអស់ភ្លើងណាថ្មអស់វល់អស់អំពែអញ្ចឹងយើងអត់បានទិញអញ្ចឹងយើងត្រូវធ្វើម៉េចឥឡូវយើងសាកវាទៅមុនសាកយើងកាច់ចំក្លិចបិទក្លិចអញ្ចឹងយើងយកអង្គដាក់សាកនេះដែលយើងធ្វើឲ្យមុនណាយកមកសាកតែយើងសាកកើតអត់ដល់យើងសាកអានេះចេញ5វ៉ុលអានេះថ្មនេះ3វ៉ុលអញ្ចឹងយើងត្រូវប្រើរេស្តង់ហើយប្រើអំពូលសម្រាប់សញ្ញាសម្គាល់អញ្ចឹងយើងធ្វើចេះនេះអានេះគឺ2.2 អូមហើយវាជារេស្តង់ណា 2.2 អូមអញ្ចឹងយើងដាក់យោតអំពូលយោតពន្លឺដើម្បីសម្គាល់ថាវាសាកអញ្ចឹងយើងដាក់បែបនេះអញ្ចឹងកន្លែងនេះគឺជាអាគុយបោកអូខេអាគុយបោកទៅអញ្ចឹងអានេះគឺចូល5ប៉ុលចូលអញ្ចឹងវាឆ្លងកាត់រេស្តង់នេះហើយចូលមកហើយអានេះដកអានេះចូលមកដកចូលអានេះបោកចូលអូខេបោកចូលទៅអញ្ចឹងអានេះអាគុយណាអានេះបែតធេរី3វ៉ុលអូខេបែតធេរី3វ៉ុលអញ្ចឹង5វ៉ុលចូលដកបែតធេរីហើយ5វ៉ុលនេះចូលមកបូកបែតធេរីអូខេអញ្ចឹងអំពូលនេះភ្លឺណាភ្លឺពេលដែលវាចូលដល់អាគុយអាដកនេះលោតមកដកហ្នឹងវាមកចូលតាមនេះមកដកនេះអូខេថ្មដែលអស់ភ្លើងគឺមានដកនៅកន្លែងបូកពេលយើងបញ្ចូលមានដកនៅកន្លែងបូកអញ្ចឹងពេលដែលថ្មពេញអំពែពេញអញ្ចឹងកន្លែងបូកនេះលេងមានវ៉ុលដកហើយអូខេលេងមានវ៉ុលដកហើយទោះបីយើងបញ្ចូលយ៉ាងម៉េចក៏វាអត់មានវ៉ុលដកនៅកន្លែងនេះដែរអញ្ចឹងកាលណាវាអត់មានវ៉ុលដកអញ្ចឹងអំពូលនេះគឺវានឹងរលត់អញ្ចឹងពេលដែលវាដំណើរការបញ្ចូលវាមានវ៉ុលដកនៅកន្លែងភ្លើងបូកនេះទើបអំពូលនេះភ្លឺអូខេទើបអំពូលនេះភ្លឺអញ្ចឹងពេលដែលវាចូលពេញអំពូលនេះវានឹងរលត់ទៅវិញអូខេអញ្ចឹងយើងពិនិត្យមើលនេះអញ្ចឹងខ្សែខ្មៅនេះបូកណាដាក់ចេះត្រូវនេះអូខេអញ្ចឹងក្រហមដកអានេះបូកអ៊ីនឃើញទេអានេះបូកអោហ្នឹងវាលាយជាមួយនឹងដកអញ្ចឹងយើងចំណាំកាច់ចេះខាងអានេះវាអត់ឡើងតិចដោយសារអីដោយសារថ្មយើងទៅ3វ៉ុលអញ្ចឹងវាវាស់នឹងជាមួយរេស្តង់2.2 អូមនេះទៅឲ្យបាត់អញ្ចឹងយើងកាច់ចំណាំដូចចេះមកអូខេអញ្ចឹងយើងដាក់មកយើងដាក់ខាងណាខាងបូកអានេះបូកចេះអានេះវាជារបស់កាប៉ិកប៉ុកហើយបើសិនតែយើងតើយើងយល់អំពីអាកាប៉ិកប៉ុកនេះបានតែយើងទៅធ្វើអាធំដុំកើតអូខេអានេះចូលណាចូលអញ្ចឹងយើងដាក់អានេះមកអូខេហើយយើងណាខាងបូកយើងមើលកង់ដង់នេះនេះអញ្ចឹងកង់ដង់វាមានឆ្នូតហើយនឹងមានប៉ូលហើយនឹងអត់ប៉ូលអញ្ចឹងអាខាងអត់ប៉ូលហ្នឹងគឺបូកហើយអញ្ចឹងយើងដាក់មកខាងនេះណាអូខេខាងអត់ប៉ូលគឺបូកហើយចេះមកអញ្ចឹងដកយើងយកដករបស់កង់ដង់នេះឯងអូខេហើយយើងយកដាក់មួយដកថ្មនេះមកយើងទិញអាថ្មបញ្ចូលកើតហ្នឹងទិញអាថ្មដែលបញ្ចូលបានយើងយកមកពេលវាអស់ភ្លើងយើងបញ្ចូលវាទៅកុំឲ្យអស់ភ្លើងហើយចោលវាថ្លៃដែរហ្នឹងមកគូប្រហែលដុល្លារដែរថ្លៃដែរអញ្ចឹងយើងទិញមកពេលវាអស់ភ្លើងបញ្ចូលវាទៅហើយបើយើងមានប្រអប់ធ្វើអីវាអញ្ចឹងទៅគាត់បញ្ចូលទុកវាអញ្ចឹងទៅពេលអស់ភ្លើងយើងដោះមួយបញ្ចូលយកអាផ្សេងទៀតមកប្រើអញ្ចឹងទៅយើងបញ្ចូលវិលជុំទេ
ចឹងយើងរៀបចំបែបនេះគឺអត់ភ្លឺទេឃើញទេឥឡូវយើងដោតភ្លើងបញ្ចូលវាដោតភ្លើងហើយយើងដោតភ្លើងបញ្ចូលវាមកបើវាភ្លឺបានន័យថាវាចូលថ្មបើថាវាអត់ភ្លឺទេគឺវាអត់ចូលទេអូខេចូលហើយណាអញ្ចឹងយើងបើសិនតែយើងមានប្រអប់ទៅយើងដាក់ក្នុងប្រអប់ហើយបញ្ចូលវាទៅ5វ៉ុលហើយរេស្តង់ដែលយើងអាចដាក់1អូមឬក៏ 2.2 អូមអូខេដើម្បីអីដើម្បីឲ្យវាចូលទៅតាមដំណើររបស់វាចូលទៅតាមដំណើររបស់វាបើសិនតែយើងដាក់ធំពេកវានឹងក្តៅវាអាចនឹងខូចថ្មអញ្ចឹងយើងអាចដាក់រេស្តង់តូចតិចប៉ុន្តែបាទតិចដែរអញ្ចឹងរបៀបធ្វើគឺយើងធ្វើបែបហ្នឹងចឹងកាលណាដែលវាពេញវានឹងរលត់ហើយរលត់តិចដងឃើញណាចឹងពេលវាចូលគឺវាក្តៅរេស្តង់អូខេប៉ុន្តែក្តៅវាមិនដល់ថ្នាក់ឆេះទេគាត់ថាវាមានកម្ដៅចឹងណាធម្មតាទេតែភ្លើងរុញមករេស្តង់ហ្នឹងវាទប់កម្ដៅហ្នឹងហើយបើមិនទប់កម្ដៅទេវាអាចនឹងខូចថ្មយើងបើកាលណាយើងដាក់រិចតែខូចថ្មហើយចឹងវាពេញហើយវាចាប់ដើមរលត់ភ្លើងហើយចឹងយើងដោះវាចេញមកអូខេយើងទុកគាត់សាក់ភ្លើងចឹងទៅមានស្អីពិបាកហើយយើងដាក់ក្របវាវិញមកចឹងប្រើបានរហូតទៀតហើយបើយើងទិញមកវល់ទៅចោលវាចឹងមិនកើតយើងអាងយកលុយពីគេណាអាងធ្វើជាងអាងយកលុយហ្នឹងអស់ថ្មនាឡិកាថែមតម្លៃមានថ្មនាឡិកាមួយហើយក៏ហក់គេថាព្រីទៀតបោះមើលអូខេបើយើងសេរីមកអញ្ចឹងអាកន្លែងកាច់គុណ1អូមនេះគឺយើងកុំចុចចេះយូរកាលណាចុចយូរវាស៊ីថ្មស៊ីភ្លើងថ្មអស់អញ្ចឹងយើងគ្រាន់តែចលោវាអាចយើងសេរីលិចកើតអីតិចតួចបានហើយពោះរេស្តង់អាហ្នឹងតែវាតែ19អូមទេអញ្ចឹងវាស៊ីហើយណាវាស៊ីហើយអញ្ចឹងពេលដែលចរន្តភ្លើងបូកនឹងដកប៉ះគ្នាអញ្ចឹងតនិចនាឡិកានេះវានឹងវត្តឡើងអូខេឃើញណាវត្តឡើងចឹងអញ្ចឹងមានន័យថាចរន្តបូកនឹងដកហ្នឹងប៉ះគ្នាហើយដូចជារេស្តង់នេះចឹងរេស្តង់នេះគឺតម្លៃវាគឺតម្លៃវាប្រហែល2.ឥឡូវ2.2ឥឡូវយើងបោះមើលអូខេនេះ2យ៉ាងលើបំផុតនេះណា 2.2 នេះឃើញទេអូខេអញ្ចឹងគឺវាតម្លៃរបស់វាមិនឡើងដោយសារយកទេណាគឺវាឡើងដោយសាររេស្តង់អញ្ចឹងរេស្តង់ឡើងដោយសាររេស្តង់គឺឡើង 2.2 ចេះហើយយើងបញ្ច្រាស់បញ្ចូលមកក៏វានៅតែ 2.2 ដែរអូខេ